តាមដំណើររឿងបានបញ្ជាក់យ៉ាងច្បាស់ការព្រះអិនប្រែក្រឡាមកសុំព្រះនិមន្តទ្រីដល់វិចិត្រស្មោះសពបរោគ្មានពីប្រគល់និមន្តទ្រីឲ្យទៅព្រៀងបាត់ទៅត្រង់ចិត្តលើអស់មាន